The Voice Kids Cambodia វគ្គ The Blind Audition ឥឡូវនេះសូមបន្តជាមួយកុមារម្នាក់ទៀតម្នាក់នេះមានអាយុ14ឆ្នាំហើយគាត់កើតនៅរាជធានីភ្នំពេញគាត់មានក្តីសុបិនចង់ក្លាយជាតារាចម្រៀងល្បីមួយរូបជំរាបសួរខ្ញុំបាទឈ្មោះហុងសីវុតមានអាយុ14ឆ្នាំរៀននៅវិទ្យាល័យជាសៀមសាមគ្គីយេអរគុណសាទរស្វាគមន៍កាន់វគ្គបលាយវិសិនថ្ងៃនេះសប្បាយចិត្តអត់សប្បាយចិត្តសប្បាយចិត្តហ៎បាទគាត់គិតថាខ្លួនឯងមកដល់វគ្គហ្នឹងអត់ធ្លាប់គិតអញ្ចឹងបាទហើយជឿជាក់លើសមត្ថភាពសម្លេងរបស់ខ្លួនឯងហ៎ខ្ញុំសង្ឃឹមបាន 70% ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងហាត់សូរបានល្អចាចុះសម្រាប់បងស្រីបងប្រុសវិញយល់ឃើញមិនដែរពេលដែលកូនឈានមកដល់វគ្គហ្នឹងខ្ញុំសប្បាយចិត្តណាបងសប្បាយចិត្តបាទមិនគួរណាថានិយាយដូចថាមិននឹកស្មានមិនដល់ថាកូនច្រៀងព្រោះមិនដល់វគ្គហ្នឹងណាចាបាទពេលប្រឡងបងអ្នកជំរុញលើកទឹកចិត្តគាត់មកប្រឡងឬគាត់សុំខ្ញុំអត់រុញវាទៀមមកហេតុផលដែលខ្ញុំមកប្រឡងនេះគឺចង់ខ្លាចជាតារាចម្រៀងដើម្បីយកលុយកាក់ទៅជួយពុកម្ដាយខ្លះឲ្យជីវភាពបានធូរធារជាងមុនអញ្ចឹងយើងមានគោលបំណងថាបើសិនជាថ្ងៃក្រោយទៅយើងប្រឡងអត់ជាប់ឬយើងអត់ខ្លាចជាតារាចម្រៀងល្បីក៏យើងចាក់អាជីពជាតារាចម្រៀងនឹងដែរបាទអត់ចោលទេយើងស្រឡាញ់ហ្មងណាបាននិយាយពីសម្លេងខ្ញុំផ្ទាល់វិញខ្ញុំចូលចិត្តច្រៀងខ្លាំងណាស់ខ្ញុំច្រៀងតាមទូរស័ព្ទខារ៉ាអូខេឬក៏អូកេសកម្មវិធីកន្លែងណាមួយថ្ងៃនេះត្រៀមខ្លួនហើយនៅសម្រាប់វគ្គបលាយនេះសិនត្រៀមខ្លួនហើយណាត្រៀមអីគេខ្លះខ្ញុំបានត្រៀមខ្លួនហើយក្នុងការប្រឡងប្រជែងថ្ងៃនេះខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពដើម្បីឲ្យខូចទាំង3គោះប៊ូតុងយករូបខ្ញុំបាទធ្វើជាកូនក្រុមខ្ញុំមកវគ្គបលាយ Audition ដើម្បីច្រៀងឲ្យខូចទាំង3គោះប៊ូតុងយករូបខ្ញុំបាទជាកូនក្រុមអូខេអញ្ចឹងសេងហ៊ុតប្រឹងប្រែងធ្វើបានល្អណាអូខេអរគុណស្ដីអូនស្ដីចាឈ្មោះអីដែរឈ្មោះហុងសេងហ៊ុតអាយុប្រហែលហើយ13ឆ្នាំអញ្ចឹងហើយអូនមកពីខេត្តឬមួយក៏នៅភ្នំពេញនៅភ្នំពេញអូនរៀនថ្នាក់ទីប្រហែលហើយរៀនថ្នាក់ទី7មានប៉ាម៉ាក់ឬមួយក៏បងប្អូនជូនមកហ៎មានក្នុងផ្ទះមានអ្នកណាចេះច្រៀងដូចអូនអត់មានផងអត់មានទេចាសលេងអូនមានកម្លាំងប៉ុន្តែប្រហែលជា ប្អូនភ័យឬមួយក៏ខំប្រឹងពេកអត់ភ័យទេបាទអត់ភ័យទេអូចាក្លាហានមែនតើ
ស្វាគមន៍សេងហួតដែលបានមកចូលរួមនៅក្នុង The Voice Kids ហើយយើងទទួលបានជោគជ័យមកដល់ថ្ងៃនេះដែលច្រៀងឲ្យពូមីស្ដាប់សំឡេងក្មួយពោះល្អក៏ប៉ុន្តែការប្រើប្រាស់ក៏យើងអត់ទាន់បានគ្រប់ចំនួនដោយសារតែក្មួយនៅទូចពេកប៉ុន្តែយើងនៅខ្វះច្រើនទៀតសម្រាប់នឹងឲ្យក្មួយទៅបន្តទៅរៀនទៀតអញ្ចឹងបើសិនជាស្រឡាញ់នៅវិស័យសិល្បៈចម្រៀងហ្នឹងទៅវិញលើកក្រោយប្រឹងប្រែងច្រៀងកែតម្រូវនៅតាមអ្វីដែលក្មួយចង់ច្រៀងហ្នឹងបន្ថែមទៀតទៅណាលើកក្រោយមកជួប coach ទាំង3នាក់ទៀតអរគុណក្មួយអរគុណច្រើនសេងហួតចាមានធ្លាប់គិតថាខ្លួនឯងអាចមានឱកាសឡើងមកលើឆាកនេះអត់ធ្លាប់គិតឥឡូវយើងបានឆ្លងកាត់វគ្គជាច្រើនហើយបានជួបជាមួយនឹងមិត្តភ័ក្តិជាច្រើនដែលគេមកប្រឡងដូចគ្នាណាឥឡូវយើងមានឱកាសបានមកដល់ទីនេះអញ្ចឹងមិនមែនមានច្រើនទេមានតែប្រមាណដែលយើងគិតថាមានសមត្ថភាពអញ្ចឹងសេងហួតក៏ជាមនុស្សដែលមានសមត្ថភាពមួយយ៉ាងអាចឡើងមកដល់ទីនេះណាគឺជាបទពិសោធន៍គឺជាការដែលយើងហាត់រៀនជាបន្តទៀតពីព្រោះថាបទចម្រៀងយើងត្រូវហាត់រៀនពីមួយថ្ងៃទៅមួយថ្ងៃគឺហាត់រៀនអត់ចេះចប់ទេណាអញ្ចឹងកុំបោះបង់ចោលការសម័យនិងការស្រឡាញ់របស់ខ្លួនឯងអរគុណសេងហួតមកកាន់ទីនេះណាអរគុណអរគុណច្រើនក្មួយចាតែជាយាមណាកុំប្រំថែមទៀតណាបាទអូនមានឱកាសច្រើនទៀតអូនអរគុណគេអាហ្នឹងឯងបាយទេបាយយំស្អីថ្ងៃនេះសិង្ហុតធ្វើបានល្អប៉ុន្តែថ្ងៃក្រោយសិង្ហុតគឺជាក្មេងមួយដែលក្លាហានណាធ្លាប់ឡើងលើឆាកធំអញ្ចឹងហើយអញ្ចឹងអូនមានពេលវេលាបន្ថែមទៀតណាអូខេអញ្ចឹងទាំងអស់នេះជូនសិង្ហុតណាហើយសិង្ហុតអាចទៅញ៉ាំភីហ្សាហ្វ្រីនៅដូមីណូភីហ្សាណាអរគុណតស៊ូឡើងឲ្យកម្លាំងចិត្តខ្លួនឯងមើលញ៉ាំតាបងមួយសិនមើលThe Voice Kids Cambodia វគ្គ The Blind Audition